ដំណឹងបន្តដំណឹងសំខាន់សម្រាប់ជនភៀសសឹកពេលនេះគឺគាត់អាចចាប់ផ្អាកការបង់ធនាគារបានរយៈពេល7-4 ខែអូមួយទៀតបងប្អូនដែលសំខាន់នោះគឺសម្រាប់យោធិនដែលគាត់ជាប់ជាពាក់លុយធនាគារណាហើយគាត់ទៅប្រតិបត្តិការក្នុងសមរភូមិប្រយុទ្ធដែលផ្ទាល់គឺមានលក្ខខណ្ឌពិសេសច្រើនខ្លាំងមែនទែនព័ត៌មានលម្អិតខ្ញុំជម្រាបជូនដូចតទៅព័ត៌មានសំខាន់ពេលនេះធនាគារជាតិបានណែនាំឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អនុគ្រោះដល់អតិថិជនជនភៀសសឹកដោយមានចំណុចសំខាន់ជាច្រើនដូចជាចាលើកលែងរាល់កម្រៃនិងការផាកពិន័យនិងអនុទានចាប់ពីថ្ងៃនេះបងប្អូនចាគឺថ្ងៃចេញផ្សាយទី10ខែធ្នូឆ្នាំ2025នេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026ចាហើយជាពិសេសគឺឲ្យមានការលើកលែងទូទាត់ការសងប្រាក់និងពន្យាពេលទូទាត់សងប្រាក់ដើមបងប្អូនចាប្រាក់ដើមហ្នឹងទៀតគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026ដូចគ្នាផងដែរចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេទី2តកតងទៅនឹងការណែនាំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2026ដល់អតិថិជនជាយោធិនធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិពីថ្ងៃដែលបងប្អូនបានឮសម្លេងនៃការផ្សាយរបស់នាងខ្ញុំនេះតទៅរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2026គឺចំពោះអតិថិជនដែលជាយោធិនធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតម្រូវឲ្យមានការលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាខលើកលែងការទូទាត់ការសងប្រាក់និងការបញ្ជាពេលទូទាត់សងប្រាក់ដើមគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2026ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មប្រាក់លើការប្រាក់ដើមនោះទេក៏បន្ថែមលើចំណុច2កនិង2ខខាងលើលុបចោលឥណទានរហូតដល់ចំនួន10លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ននិងបន្ថែមលើចំណុច2កនិង2ខខាងលើលុបចោលឥណទានរហូតដល់80លានរៀលរបស់អតិថិជនឬអ្នករួមកម្ចីដែលជាយោធិនពលីចាទី3តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀតស្របតាមបទបញ្ញត្តិជាធរមាននិងលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្ដែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃនិងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅគឺថ្ងៃពុធចាទី10ខែធ្នូឆ្នាំ2025នេះសម្រាប់ក្រុមការងារយើងខ្ញុំផ្ទាល់ក៏មានជាទឹកចិត្តជួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹកដូច្នេះហើយក៏បង្កើតឡើងនូវមូលនិធិសម្រាប់បងប្អូនដែលចង់ចូលរួមជាមួយក្រុមការងារយើងខ្ញុំចាសូមចុចនៅខាងក្រោម comment អាចចូលរួមតាម QR code នៅក្រោម comment ដែលនាងខ្ញុំ pin ដាក់នៅក្រោមវីដេអូនេះបានចាហើយក៏សូមអរគុណទុកជាមុនសម្រាប់បងប្អូនយើងនៅក្នុងស្រុកនិងក្រៅស្រុកដែលបានចូលរួមមូលនិធិតាមរយៈក្រុមការងារយើងខ្ញុំសូមអរគុណ